វាដូចជាការដើរទៅលើផ្លូវមួយដែលយើងជួបអ្នកស្គាល់គ្នាយើងបាននិយាយគ្នាហើយទិសដៅយើងរួមតែមួយយើងក៏បានដើរទៅជាមួយគ្នាហើយពេលខ្លះទៅគ្រាន់តែបានជួបមនុស្សម្នាក់ហ្នឹងបានធ្វើតែនិយាយសួរសុខទុក្ខគ្នាហើយក៏ចែកផ្លូវគ្នាទៅតាមទិសដៅដែលយើងត្រូវទៅរៀងខ្លួនហើយខ្លះទៀតសម្បីតែការនិយាយគ្នាក៏មិនបាននិយាយផងដូច្នេះហើយហេតុអីក៏យើងត្រូវស្វែងរកហេតុផលឬក៏សោកស្ដាយនៅរឿងធម្មតាដែលយើងអាចយល់បានបែបហ្នឹងសួស្ដីអ្នកនរគ្នាជួបគ្នាជាមួយខ្ញុំដងទៀតហើយខ្ញុំលេងសូអ្នកនរគ្នាប្រហែលជាខានឃើញវីដេអូខ្ញុំយូរដែរហើយដោយសារតែខ្ញុំជាប់នៅក្នុងការធៀមប្រឡងឆមាសលើកទី2របស់ខ្ញុំហើយឥឡូវហ្នឹងគឺខ្ញុំប្រឡងហើយជាលទ្ធផលខ្ញុំក៏ប្រឡងជាប់ហើយដែរអញ្ចឹងខ្ញុំត្រូវតែធៀមអីតិចតួចនៅការចុះ star និងការប្រឡងចេញតែប៉ុណ្្នឹងឯងឥឡូវយើងទៅរឿងរៀន Materialize សិនថ្ងៃនេះដែរខ្ញុំមានអីថ្មីមកចែកជូនអ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាដែរគិតថាការបែកបាក់ពិតជាគួរឲ្យខ្លាចតែតាមពិតវាគ្រាន់តែជាពេលវេលាមួយដែលយើងត្រូវជួបនិងឆ្លងកាត់វាហេតុអីបានយើងត្រូវយំឬមួយក៏បបង់ខ្លួនឯងចោលដោយគ្រាន់តែមនុស្សម្នាក់ដែលមិនមានហេតុផលគ្រប់គ្រាន់នៅក្នុងការចាក់ចេញពីយើងហ្នឹងទីមួយយើងត្រូវទទួលស្គាល់ការពិតដោយមិនចាំបាច់ស្វែងរកហេតុផលនៅក្នុងការចាក់ចេញរបស់គេឡើយមិនថាជាអ្នកដឹងហេតុផលហើយព្យាយាម fix វាយ៉ាងណាក៏ដោយក៏វានៅតែមិនអាចដូចដើមវិញបានដែរពាក្យគេតែនិយាយថាកែបែកហើយទូគុំបានមកវិញក៏វាអត់ដូចដើមដែរយើងមិនបាច់ស្វែងរកហេតុផលថាហេតុអីបានគេចាក់ចេញពីយើងហើយហេតុអីបានគេទៅចោលយើងអីបានគេចាក់ចេញអ្នកស្រីនឹងល្អជាងយើងឬមួយក៏មានបញ្ហាអីផ្សេងអញ្ចឹងនៅពេលដែលយើងសួរមនុស្សម្នាក់ហ្នឹងអំពីហេតុផលដែលគេចាក់ចេញជួនកាលគេលើកហេតុផលមួយដែលវាមិនមែនជាហេតុផលពិតប្រាកដអញ្ចឹងយើងខំប្រឹងស្វែងរកពីហេតុផលនោះហើយព្យាយាម fix វានៅតែមិនអាចដូចដើមអញ្ចឹងហេតុផលតែមួយគត់គឺម្នាក់នោះចង់ចាក់ចេញហើយអញ្ចឹងមិនបាច់ស្វែងរកថាហេតុផលអីបានគេចាក់ចេញមកពីគេចង់ចាក់ចេញបានគេចាក់ចេញពីយើងបើមនុស្សនឹងអត់ចង់ចាក់ចេញពីយើងទោះមានហេតុផលរាប់ពាន់ហេតុផលទៀតក៏គេព្យាយាមនៅក្នុងការដោះស្រាយនិងព្យាយាមនៅជាមួយយើងដែរវាដូចជាការដើរទៅលើផ្លូវមួយដែលយើងជួបអ្នកស្គាល់គ្នាយើងបាននិយាយគ្នាហើយទិសដៅយើងរួមតែមួយយើងក៏បានដើរទៅជាមួយគ្នាហើយពេលខ្លះទៅគ្រាន់តែបានជួបមនុស្សម្នាក់ហ្នឹងបានធ្វើតែនិយាយសួរសុខទុក្ខគ្នាហើយក៏ចែកផ្លូវគ្នាទៅតាមទិសដៅដែលយើងត្រូវទៅរៀងខ្លួនហើយខ្លះទៀតសម្បីតែការនិយាយគ្នាក៏មិនបាននិយាយផងដូច្នេះហើយហេតុអីក៏យើងត្រូវស្វែងរកហេតុផលឬក៏សោកស្ដាយនៅរឿងធម្មតាដែលយើងអាចយល់បានបែបហ្នឹងនៅពេលដែលបាត់បង់ទំនាក់ទំនងមួយនឹងហើយយើងមិនបាច់បង្ហាញឬក៏សម្ដែងថាយើងសប្បាយរីករាយឬក៏មានទំនាក់ទំនងថ្មីក្រោយពីបាត់បង់ទំនាក់ទំនងចាស់ហ្នឹងហើយធ្វើឲ្យយើងសប្បាយចិត្តគេល្អជាងម្នាក់ក្រោយឬមួយក៏យកអ្នកក្រោយដើម្បីបំភ្លេចអ្នកចាស់អ្នកនរគ្នាធ្លាប់ឮពាក្យគេតែងតែនិយាយលេងថាយកអ្នកថ្មីដើម្បីបំភ្លេចអ្នកចាស់តែចុងក្រោយអ្នកថ្មីក៏ទៅអ្នកចាស់ក៏អត់មកវិញក្នុងពេលតែមួយបំភ្លេចមនុស្សពីរនាក់អ្វីដែលសំខាន់យើងត្រូវស្វែងរកខ្លួនឯង move on and អភិវឌ្ឍខ្លួនឯងឲ្យកាន់តែប្រកែកនិងជាមនុស្សម្នាក់ដែលរឹងមាំចង់យំក៏យំចង់ទៅណាក៏ទៅនឹងចេះមើលថាខ្លួនឯងនឹងធ្វើអ្វីដែលខ្លួនឯងគិតថាត្រូវនិងល្អចំពោះខ្លួនឯងពីដើមមកយើងដើរតែម្នាក់ឯងតាហេតុអីយើងដើរទៅមុខម្នាក់ឯងទៀតអត់បានគ្រប់គ្នាក៏តែងតែដឹងដែរថារបួសគឺវាត្រូវការពេលវេលានៅក្នុងការព្យាបាលវានៅក្នុងការបំបត្តិស្នាមវាអញ្ចឹងឲ្យតែជារបួសគឺវាឈឺហើយថ្ងៃការព្យាបាលអីមួយគឺវាតែងតែត្រូវការពេលវេលាហើយយើងជឿជាក់ទៅលើដំណាក់កាលនៅក្នុងការព្យាបាលមិនថាជាក្នុងរយៈពេលណាក៏ដោយនៅពេលដែលយើងនឹកឃើញឬមួយក៏ដើរកាត់នៅកន្លែងដែលយើងធ្លាប់ទៅជាមួយនឹងមនុស្សម្នាក់ហ្នឹងវាតែងតែរំលឹកនៅអនុស្សាវរីយ៍មកហើយអញ្ចឹងយើងមិនបាច់ខ្វល់ទេចឹងខ្ញុំក៏យំចេញមកដោយសារអីយើងអត់បានទៅប៉ះពាល់ពីណាគេទេគ្រាន់តែធ្វើឲ្យខ្លួនឯងបានធូរស្បើយតែប៉ុណ្្នឹងឯងអញ្ចឹងបាច់ខ្វល់ទេខ្ញុំអត់មានអីច្រើនទេគ្រាន់តែចង់ឲ្យអ្នកទាំងអស់គ្នាជឿទៅលើដំណាក់កាលដែលអ្នកទាំងអស់គ្នាព្យាបាលខ្លួនឯងតែប៉ុណ្្នឹងឯងហើយព្យាយាមលើកទឹកចិត្តនិងមើលថែខ្លួនឯងអភិវឌ្ឍខ្លួនឯងកាន់តែប្រកែកជាងមុនរឿងដែលសំខាន់តែមួយគត់ដែលអ្នកទាំងអស់គ្នាទៅចាំថាកុំបោះបង់ខ្លួនឯងនិងមើលថែខ្លួនឯងឲ្យបានល្អជាងមុនវីដេអូនេះមានតែប៉ុណ្្នឹងអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយបាយ